នៅអំឡុងពេលដែលយើងធុញថប់នឹងជីវិតមានមនុស្សមិនតិចទេដែលកំពុងព្យាយាមធ្វើឲ្យខ្លួនឯងបាននៅបន្តក្នុងโลกនេះនៅខណៈពេលមនុស្សមួយចំនួនកំពុងសម្រេចចិត្តចង់បញ្ចប់ខ្លួនឯងវាក៏នៅមានមនុស្សជាច្រើនទៀតដែលកំពុងបួងសួងចង់មានជីវិតរស់នៅបន្តចុងក្រោយបំផុតហើយគឺត្រូវមានជីវិតដើម្បីបានប្រើប្រាស់ជីវិតការពិតវាអាចនឹងមិនស្រស់ស្អាតតែមនុស្សដែលធំហើយគេមិនត្រូវការពាក្យលួងលោមគេត្រូវការពិតចុងក្រោយហើយមនុស្សដែលឆ្លងកាត់រឿងរ៉ាវមកច្រើនគ្រប់គ្រាន់គេនឹងមិនចង់ពឹងពាក់អ្នកណាទៀតទេមិនមែនព្រោះគេមិនចង់តែព្រោះតែគេមិនចង់ឈឺចាប់ដដែលគេមិនត្រូវការមនុស្សមកជួយកែបញ្ហាក្នុងជីវិតគេគ្រាន់តែត្រូវការទីកន្លែងដែលមានសុវត្ថិភាពជាទីកន្លែងមួយដែលគេអាចមើលថែខ្លួនឯងបានដោយមិនចាំបាច់បង្ខំចិត្តមនុស្សមួយចំនួនមិនបានត្រូវការក្តីសុខคล้ายៗទេមិនបានត្រូវការពាក្យសម្ដីពីរោះមិនបានត្រូវការឲ្យគេមកជួយគ្រប់រឿងគេគ្រាន់តែមិនចង់ធ្វើជាទំនួលខុសត្រូវរបស់អ្នកណាគេត្រូវការយកភាពស្មោះត្រង់របស់គេទៅឲ្យមនុស្សដែលឃើញតម្លៃគេពិតប្រាកដបើថ្ងៃមួយអ្នកមានអារម្មណ៍ថាចង់នៅម្នាក់ឯងខ្លាំងជាងមុនចង់មានមនុស្សជុំវិញខ្លួនឲ្យទៅជាងមុនចង់ស្ងៀមស្ងាត់ច្រើនជាងនិយាយនឹងមិនមែនព្រោះតែអ្នកចម្លែកនោះទេតែវាគឺជាសញ្ញាបញ្ជាក់ថាអ្នកធំគ្រប់គ្រាន់នឹងបានដឹងថាអ្នកណាគួរយកចូលក្នុងជីវិតនិងអ្នកណាគេមិនគួរឲ្យចូលក្នុងជីវិតយើងនៅពេលមកដល់ចំណុចមួយនៃជីវិតយើងនឹងចាប់ផ្ដើមបានយល់ថាយើងមិនចង់ទៅរវីរវល់ជាមួយអ្នកណាមិនចង់នៅក្នុងវងសន្ទនាដែលពោពេញទៅដោយរឿងគេបើនិយាយឲ្យងាយស្ដាប់ទៅគឺចេះដឹងរឿងគេនឹងតែម្ដងមិនចង់ដឹងមិនចង់ឮមិនចង់ប្រកួតប្រជែងនឹងអ្នកណាហើយក៏រត់តែគ្មានអារម្មណ៍ចំណាយគេចាប់ផ្ដើមចូលចិត្តភាពងាយចាប់ផ្ដើមជាមិត្តជាមួយភាពស្ងៀមស្ងាត់ខ្លាំងជាងមុនគ្មានការចូលសង្គមវាក៏មិនអីដែរសុំត្រឹមតែសប្បាយចិត្តជារៀងរាល់ថ្ងៃទៅបានហើយនៅក្នុងវងសន្ទនាខ្លះយើងនឹងថយចេញមកស្ងាត់មិនមែនមកពីយើងទន់ខ្សោយទេតែព្រោះតែយើងបានរើសហើយថាអ្វីគួរទុកវាក្នុងចិត្តអ្វីមិនគួរយកមកចូលក្នុងជីវិតមានតែប៉ុណ្្នឹងឯងក្តីសុខហេតុអ្វីបានជាមិនសូវមានមិត្តភ័ក្តិមកពីខ្ញុំជាមនុស្សដែលមិនសូវរស់រាយរាក់ទាក់ឬមួយក៏នៅក្នុងពិភពលោកផ្ទាល់ខ្លួនខ្លាំងពេកក៏មិនដឹងមនុស្សជាច្រើនសួរមកហេតុអ្វីគ្រប់គ្នាតែគេមិនសួរទេថាអ្វីទៅដែលធ្វើមនុស្សម្នាក់ខ្លាយទៅជាអញ្ចឹងពីមនុស្សដែលធ្លាប់មានក្តីសុខពីមនុស្សចំណុចកណ្ដាលនៃស្នាមញញឹមអ្នកគ្រប់គ្នាមកខ្លាយជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាចង់លាក់ខ្លួនឯងទុកកន្លែងស្ងៀមស្ងាត់ប្រៀបដូចដែលគេហៅថា introvert តែហេតុផលពិតប្រាកដនោះមិនមែនចង់នៅស្ងៀមស្ងាត់អីទេហើយក៏មិនមែនថាមិនចង់ជួបអ្នកណាគ្រាន់តែមានអារម្មណ៍ថាមិនចង់ឈឺចាប់ដូចមុនទៀតព្រោះពេលនេះមិនទាន់ត្រៀមខ្លួនរួចការដែលមនុស្សម្នាក់លាក់អារម្មណ៍ខ្លួនឯងទុកទីកន្លែងខ្លួនឯងវាមើលទៅជាមនុស្សដែលគ្មានបេះដូងដល់ថ្នាក់នឹងតើមែនទេគ្រប់ពាំងដែលកំពុងតែឃ្លានលុយដែលកំពុងតែគ្មាននិងឆាតដែលគ្មានការផ្ញើសារបេះដូងដែលកំពុងតែបែកជាបំណែកវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាឯកាតែសាកមើលឲ្យស៊ីជម្រៅចូលទៅភាពទទេស្អាតទាំងអស់នេះធ្វើឲ្យយើងដឹងច្បាស់ថាអ្វីទៅដែលសំខាន់អ្នកណាគេស្មោះត្រង់ហើយយើងមានថាមពលប៉ុណ្ណានៅពេលវេលាដែលគ្មានអ្វីឲ្យទីពឹងមេរៀនជីវិតដែលល្អបំផុតវាតែងតែកើតឡើងនៅថ្ងៃដែលយើងគ្មានសេះសល់អ្វីសោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយ៉ាងម៉េចដែរខ្ញុំមិនដឹងទេថាថ្ងៃនេះអ្នកបានជួបរឿងរ៉ាវអ្វីមកខ្លះតែខ្ញុំចង់ប្រាប់អ្នកថាអ្នកពូកែខ្លាំងហើយប៉ុណ្ណឹងហើយនៅស្មាននេះរកអីហូបហើយឬនៅបើនៅកុំភ្លេចណារកអីហូបផងទោះបីជាមិនសូវឃ្លានខ្លាំងក៏ដោយតែរាងកាយយើងវាក៏ត្រូវការថាមពលដូចគ្នាយប់នេះកុំជុលគេងយប់ជ្រៅពេកសម្រាកឲ្យបានច្រើនមានកម្លាំងព្រឹកនេះយើងតស៊ូបន្តទៀតមើលថែសុខភាពខ្លួនឯងផងណាអូខេប៉ុណ្ណឹងសិនចុះអញ្ចឹងខ្ញុំក៏ដល់ពេលសម្រាកដូចគ្នាដែរព្រឹកនេះនៅមានអ្វីឲ្យស៊ូជីវិតទៀតច្រើនណាស់បាយសុបិនល្អទាំងអស់គ្នា